ព្រឹកទៅធ្វើការល្ងាចទៅលេងបាល់មិត្តភក្តិថាជួបមិនសូវចេះប្រកែកលេងចប់នាំគ្នាទៅស្ពានអង្គុយលេងពេលវេលាកន្លងលេងដឹងម៉ោងណាចេញពីលេងបាល់បន្តទៅផឹកបៀសើចសប្បាយភ្លេចខ្លួនភ្លេចថាមានគ្រួសារប្រាក់ខែទៅបានក៏ចំណាយអស់រលីងសល់តែដងហាមវែងពេលដល់មុខផ្ទះជីវិតអ្នកលេងបាល់សប្បាយមួយផ្លែតផឹកស៊ីជាមួយមិត្តរហូតភ្លេចម៉ោងត្រឡប់ដល់ផ្ទះយប់ជ្រៅប្រពន្ធទ្រង់ចាំស្ដីបន្ទោទាំងខឹងព្រោះបារម្ភគ្រប់ថ្ងៃមើលមុខប្រពន្ធស្ងៀមតែពេញទឹកភ្នែកនាងថាចាំបងរហូតម្ហូបត្រជាក់ទើបដឹងថាសុភមង្គលមិនមែននៅកែវស្រាតែស្ថិតនៅគ្រួសារដែលរងចាំយើងចង់សប្បាយបានតែកុំភ្លេចទំនួលខុសត្រូវមិត្តភក្តិនៅបានតែគ្រួសារសំខាន់ជាងកាត់បន្ថយការផឹកស៊ីត្រឡប់ផ្ទះឲ្យតន់ឲ្យស្នាមញញឹមប្រពន្ធវិលមកដូចថ្ងៃមុនជីវិតអ្នកលេងបាល់កុំឲ្យបាត់ផ្លូវសប្បាយបានតែសូមមានព្រំដែនពេលដល់ផ្ទះប្រពន្ធញញឹមទទួលនោះហើយជាជ័យជំនះពិតប្រាកដនៃជីវិត